ផលប៉ះពាល់ដ៏គួរឲ្យខ្លាចនៃការគេងមិនគ្រប់គ្រាន់ចំពោះរាងកាយការគេងមិនគ្រប់គ្រាន់មិនត្រឹមតែធ្វើឲ្យយើងមានអារម្មណ៍ងុយគេងឬអស់កម្លាំងនៅថ្ងៃបន្ទាប់ប៉ុណ្ណោះទេប៉ុន្តែវាបានជាឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងដល់ប្រព័ន្ធរាងកាយទាំងមូលខាងក្រោមនេះគឺជាផលប៉ះពាល់សំខាន់នៃការគេងមិនគ្រប់គ្រាន់ 1. ប៉ះពាល់ដល់ប្រព័ន្ធប្រសាទនិងខួរក្បាលការចងចាំចុះខ្សោយខួរក្បាលប្រើប្រាស់ពេលវេលាគេងដើម្បីរៀបចំនិងរក្សាទុកព័ត៌មានបើមិនបានគេងគ្រប់គ្រាន់អ្នកនឹងឆាប់ភ្លេចភ្លាំងខ្វះការផ្ដោតអារម្មណ៍ធ្វើឲ្យសមត្ថភាពក្នុងការដោះស្រាយបញ្ហានិងការសម្រេចចិត្តធ្លាក់ចុះផ្លូវចិត្តមិនស្ថិតស្ថេរងាយនឹងមានអារម្មណ៍មុម៉ៅឆាប់ខឹងស្រទេសហើយបើអូសបន្លាយយូរអាចឈានដល់ជំងឺបាក់ទឹកចិត្ត depression ឬភ័យព្រួយហួសហេតុ anxiety 2. ប៉ះពាល់ដល់ប្រព័ន្ធការពាររាងកាយនៅពេលយើងគេងរាងកាយបញ្ចេញសារធាតុ cytokines ដែលជួយប្រយុទ្ធប្រឆាំងនឹងមេរោគនិងការរលាកការខ្វះការគេងធ្វើឲ្យប្រព័ន្ធការពារចុះខ្សោយងាយឆ្លងជំងឺផ្ដាសាយឬជំងឺផ្សេងនិងធ្វើឲ្យរបួសយូរជាសះស្បើយ 3. ប៉ះពាល់ដល់សុខភាពបេះដូងនិងសរសៃឈាមការគេងមិនគ្រប់គ្រាន់បង្កើនហានិភ័យនៃជំងឺលើសឈាមជំងឺបេះដូងនិងការដាច់សរសៃឈាមខួរក្បាលវាប៉ះពាល់ដល់សមត្ថភាពរាងកាយក្នុងការគ្រប់គ្រងជាតិស្ករនិងសម្ពាធឈាម 4. ការកើនឡើងទម្ងន់និងជំងឺទឹកនោមផ្អែមបង្កើនភាពឃ្លានការអត់ងុយធ្វើឲ្យអរម៉ូនឃ្លាន ghrelin កើនឡើងនិងអរម៉ូនឆ្អែត leptin ថយចុះដែលធ្វើឲ្យអ្នកចង់ញ៉ាំអាហារមានជាតិស្ករនិងខ្លាញ់ច្រើនអាំងស៊ុយលីនប៉ះពាល់ដល់ការបញ្ចេញអាំងស៊ុយលីនដែលអាចបណ្ដាលឲ្យកើតជំងឺទឹកនោមផ្អែមប្រភេទទី2 5. ប៉ះពាល់ដល់សម្រស់និងស្បែកនៅពេលអត់គេងរាងកាយបញ្ចេញអរម៉ូនស្ត្រេស cortisol ច្រើនដែលវាទៅបំបែកជាតិ collagen ក្នុងស្បែកធ្វើឲ្យស្បែកឆាប់ជ្រួញស្រអាប់និងដក់ខ្មៅក្រោមភ្នែក 6. គ្រោះថ្នាក់ជាយថាហេតុការងុយគេងពេលបើកបរឬបញ្ជាម៉ាស៊ីនមានគ្រោះថ្នាក់ស្មើនឹងការបើកបរក្នុងស្ថានភាពស្រវឹងដែលអាចបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរការប្រុងប្រយ័ត្នព័ត៌មាននេះគ្រាន់តែជាចំណេះដឹងទូទៅប៉ុណ្ណោះបើសិនជាអ្នកមានបញ្ហាសុខភាពមិនប្រក្រតីណាមួយសូមមេត្តាទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលបានការធ្វើរោគវិនិច្ឆ័យនិងការព្យាបាលត្រឹមត្រូវ